កើតជំងឺមហារីកកព្យាបាលរយៈពេល2 ទៅ 3 ឆ្នាំចាបានផុតពីជំងឺមហារីកហើយឥឡូវនេះចូលមកដល់ជំងឺទឹកនោមផ្អែមចាកើតជំងឺទឹកនោមផ្អែមរាល់ថ្ងៃញ៉ាំថ្នាំផងចាព្យាបាលខ្លួនផងធ្វើការទាំងខ្លួនឯងឈឺហើយឥឡូវនេះមកចូលដៃជាមួយនឹងក្នុងម៉ាស៊ីនចាធ្វើឲ្យដៃគាត់ខ្ទេចឆ្អឹងខ្ទេចសាច់ឡើងរលេះរលួយអស់បងប្អូនអើយចាអញ្ចឹងបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េទាំងអស់ចាសូមកុំអូសរំលងអីយើងត្រូវចេះជួយគ្នាម្ដងម្នាក់ចាយើងរស់នៅស្រុកគេកំសត់កំរដូចគ្នាអត់មានញាតិមិត្តពឹងពាក់ទេចាអញ្ចឹងបងប្អូនមកស្ដាប់ជាមួយនឹងជីវិតបងអូនស្រីដល់កំសត់ហើយលើសពីកំសត់ទៀតចានិយាយរួមថ្ងៃនេះខ្ញុំចេញពីផ្ទះខ្ញុំទៅរយៈពេល3ម៉ោងបងប្អូនដើម្បីទៅសួរសុខទុក្ខបងអូនស្រីចាបងអូនស្រីរាល់ថ្ងៃគាត់មានជំងឺប្រចាំកាយប្រចាំខ្លួនច្រើនណាស់បងប្អូនទាំងអស់គ្នាចាគាត់ធ្លាប់កើតជំងឺមហារីកចាមហារីកកវះកាត់កគាត់បងប្អូនឃើញទេចាវះកាត់កចាព្យាបាលរយៈពេល2 ទៅ 3 ឆ្នាំចាជំងឺមហារីកដំណាក់កាលទី2មិនងាយណាបងប្អូនមើលជំងឺនឹងឡើងរីងខ្លួនចាខំក្តោបក្តាប់យកជីវិតមួយនឹងប្រឹងមកឆ្លងកាត់បានហើយបាទឥឡូវនេះមកកើតជំងឺទឹកនោមផ្អែមរាល់ថ្ងៃបងអូនស្រីមានជំងឺទឹកនោមផ្អែមចាព្យាបាលជំងឺរាល់ថ្ងៃញ៉ាំថ្នាំរាល់ថ្ងៃជុះដៃជុះអីរាល់ថ្ងៃចាថ្នាំអត់ដែលដាច់ទេធ្វើការនៅស្រុកគេបណ្ដាព្យាបាលជំងឺបណ្ដាចាចៃដន្យអីបងប្អូនអើយឥឡូវនេះមកជួបគ្រោះមួយទៀតចូលដៃនៅក្នុងម៉ាស៊ីនឡើងខ្ទេចដៃខ្ទេចឆ្អឹងចាហើយសំខាន់ណាបងប្អូនស្រីគាត់ជាពលករដែលខុសច្បាប់នៅក្នុងប្រទេសកូរ៉េអញ្ចឹងពិបាកក្នុងការព្យាបាលនៅក្នុងប្រទេសកូរ៉េណាបងប្អូនទាំងអស់គ្នាកាលណាដែលយើងខុសច្បាប់ចាថ្លៃពេទ្យថ្លៃព្យាបាលគឺអស់ច្រើនមែនតើហើយដៃបងប្អូនមើលឡើងតិចមិនដឹងថាគេងនៅក្នុងពេទ្យរយៈពេល1 ខែឬក៏2 ខែឬក៏3 ខែហើយដៃបងប្អូនស្រីហ្នឹងមិនដឹងថាពេទ្យត្រូវព្យាបាលបែបណាទេចាអាចមានសភាពការដូចដើមវិញអត់ចាអាចប្រើប្រាស់បានអត់យើងអត់ទាន់ដឹងទេសូម្បីតែលោកគ្រូពេទ្យក៏អត់មាននិយាយអីក្រៅពីថារងចាំមើលទៅថ្ងៃក្រោយទាំងអស់គ្នាចាហើយគ្រាន់តែខ្ញុំទៅដល់បងប្អូននិយាយបដាយំបដាទោះជាខ្ញុំអត់សួរអត់អីច្រើនទេគាត់តែឃើញខ្ញុំទៅគឺគាត់រំភើបហូរទឹកភ្នែកបាត់ហើយជួយអត់ទៅអត់តាមគាត់ដឹងទៅណាគាត់យល់មិនចាប់តែចាប់ហើយខ្ញុំសួរថាប៉ាម៉ាក់នៅខ្មែរគាត់មានដឹងនៅគាត់ប្អូនស្រីគាត់ថាអត់ទេគាត់អត់មានម៉ាក់ទេគាត់ជាកូនកំព្រាមានតែប៉ាចាគាត់មានតែឪគាត់អាយុ70 ឆ្នាំជាងហើយឪរាល់ថ្ងៃគឺឈឺមានជំងឺច្រើនជំងឺចាស់ជូរាឈឺច្រើនណាបងប្អូនចាហើយអត់ឲ្យប៉ាដឹងទេចាអត់ឲ្យលោកឪពុកដឹងទេដោយសារខ្លាចគាត់បារម្ភគាត់ធ្លាក់ខ្លួនកាន់តែឈឺថែមចាអត់ហ៊ានប្រាប់ទេហើយអ្នកដែលនៅចិត្តគាត់ហ្នឹងបងប្អូនគឺប្តីរបស់គាត់ស្គាល់គ្នានៅក្នុងប្រទេសកូរ៉េចាគាត់ចាប់ដៃគ្នារស់នៅមួយគ្នាបានរយៈពេល2 ឆ្នាំចាចាស់ដឹងលឺនៅតែថ្ងៃចូលរោងការទេពីអ្នកប្តីប្រពន្ធគាត់ហើយមើលទៅបងប្រុសបងប្អូនអើយស្រឡាញ់ចេះមើលការខុសត្រូវតែអ្វីដែលខ្ញុំកាន់តែអសូរចាបងប្រុសគាត់ធ្វើការពេលយប់ចាធ្វើការពេលយប់ថ្ងៃឡើងមកមើលប្រពន្ធឈឺនៅពេទ្យចាហើយបងប្អូនដឹងស្រាប់ហើយនៅក្នុងពេទ្យមកបន្ទប់ហ្នឹងគឺគេង3 នាក់ក្រែមួយម្នាក់អញ្ចឹងហើយអ្នកដែលទៅមើលហ្នឹងគឺគេងនៅលើកៅអីខ្មៅមួយហ្នឹងបងប្អូនអត់មានកន្លែងគេងទេហើយនៅមើលប្រពន្ធទាំងឈឺទាំងថ្ងៃអស់ល្ងុយឥឡូវបងប្អូនមើលភ្នែកឡើងព្រឹមធ្វើការវៀនយប់ចេញមកមើលប្រពន្ធទៀតខ្ញុំថាឲ្យច្បាប់តកែសិនទៅអូនច្បាប់មួយអាទិត្យបានអត់គេអត់ឲ្យច្បាប់ទេបងប្អូននៅកូរ៉េមិនងាយទេរឿងពាក់ព័ន្ធនឹងច្បាប់មួយលុះត្រាតែបុគ្គលយើងឈឺដោយខ្លួនឯងចាមានសម្បត្តិពេទ្យមានអីត្រឹមត្រូវបានគេឲ្យច្បាប់ហើយឥឡូវហ្នឹងអ្វីដែលយើងបារម្ភគឺខ្លាចពិបាកព្យាបាលហ្នឹងដោយសារគាត់ឥឡូវកំពុងតែផ្ទុកជំងឺទឹកនោមផ្អែមហើយគាត់មានបញ្ហាតបៅដៃអញ្ចឹងទៀតចាបងប្អូនមើលតែរូបភាពហ្នឹងទៅគួរឲ្យអាសូរមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនចានៅកូរ៉េទាំងអស់ដែលបានឃើញវីដេអូនេះហើយសូមកុំអូសរំលង
ណាចាជួយសាមគ្គីជួយចូលរួមគ្នា10000ក្តី20000វ៉ុនក្តី30000វ៉ុនក្តី50000ឬក៏100000ទៅតាមសទ្ធាបងប្អូនខ្មែរយើងដែលជួយគ្នាម្ដងម្នាក់ណាម៉ាក់អ៊ីសន្យាថាជួយគ្នាម្ដងម្នាក់ថ្ងៃក្រោយពេលបងប្អូនមានទុក្ខលំបាកអីបងប្អូនអាចពឹងម៉ាក់អ៊ីឲ្យជួយម្ដងវិញបានថ្ងៃនេះខ្ញុំជួយបងអូនស្រីថ្ងៃក្រោយខ្ញុំជួយទៅកាន់អ្នកដែលជួបបញ្ហាវិញដូចគ្នានិយាយរួមសម្រាប់ម៉ាក់អ៊ីតាឯងខ្ញុំទៅថ្ងៃនេះគឺខ្ញុំទៅជួយបងអូនស្រីប៉ុន្តែសម្រាប់ខ្ញុំតាឯងខ្ញុំជួយអត់គ្រប់ទេបងដោយសារអីថ្លៃពេទ្យថ្លៃណាស់នៅក្នុងប្រទេសកូរ៉េចាចំណែកខ្ញុំតាឯងខ្ញុំជួយសម្រាលបងអូនស្រីបានត្រឹមតែ500000វ៉ុនចា500000វ៉ុនលុយកូរ៉េនិងទឹកយិនសិនផ្លែឈើបន្តិចបន្តួចណាហើយនឹងទុកលេខទូរស័ព្ទរបស់ខ្ញុំសម្រាប់បងអូនប្រុសគាត់ខលមកសួរពឹងពាក់រឿងអីបកប្រែរឿងអីចឹងណាបងប្អូនទាំងអស់គ្នាតែអ្វីដែលខ្ញុំទៅនេះចាបូករួមនឹងខ្ញុំជួយគឺសង្ឃឹមថាវីដេអូដែលខ្ញុំបានថតបដិសកម្មភាពពិតដែលបងអូនស្រីឈឺពិតចាដើម្បីយកមកផុសនៅលើ page ខ្ញុំដើម្បីជួយចាជួយរៃអង្គាសជូនទៅដល់បងអូនស្រីមហារីពងកូននេះគាត់បាទនេះគាត់ស្នាមគាត់វាគាត់មហារីពងកូនបាទនេះពីខាងនេះមកនេះធ្លាប់ព្រះកាត់បកដែរតមកប៉ានអូចាជួយរៃអង្គាសជូនទៅដល់បងអូនស្រីចាផ្ទាល់ហើយលេខកុងចាលេខកុងនៅកូរ៉េ QR code នៅកូរ៉េឬក៏លេខកុងនៅខ្មែរចាខ្ញុំនឹងដាក់នៅក្រោម comment វីដេអូនេះចាខ្ញុំសង្ឃឹមថាបងប្អូននឹងជួយសាមគ្គីគ្នាឲ្យបានច្រើននៅក្នុងប្រទេសកូរ៉េតែកន្លងមកដែលខ្ញុំរស់នៅប្រទេសកូរ៉េកន្លងមកខ្ញុំឃើញបងប្អូនខ្មែរយើងស្រស់គ្នាចាចេះស្រឡាញ់គ្នាចេះជួយគ្នាចេះយកអាសាគ្នានៅពេលគ្នាជួបអាសន្នចាម្ដងចេះជួយគ្នាណាស់ចាខ្ញុំផ្ទាល់ហើយបានខ្ញុំដឹងខ្ញុំធ្លាប់ជួយបងប្អូនខ្មែរយើងច្រើនអ្នកដែរនៅក្នុងប្រទេសកូរ៉េហើយក៏ទទួលបានការរៃអង្គាសបានច្រើនមែនតើណាបងប្អូនចាធ្វើឲ្យគាត់អាចមានសមត្ថភាពបង់ថ្លៃពេទ្យថ្លៃជំងឺព្យាបាលបានអញ្ចឹងណាចាហើយឮថាគេងអត់លក់ណាឈឺដៃបងប្អូនឈឺដៃចាប់ខ្ទុកដៃហើមឡើងចង់ប្រប៉ិនក៏ភ្លៅឯណាបងដៃហើមខ្លាំងមែនតើហ្មងណាចាគាត់ថាគេងអត់សូវលក់គិតតែយំឈឺក្បាលញ៉ាំបាយអត់បានហើយខ្ញុំអត់ដឹងថាទិញអីទៅទេខ្ញុំមានតែផ្លែឈើហើយនឹងថវិកា500,000វ៉ុនបូករួមជាមួយនឹងទឹកយិនសិនយកទៅឲ្យបងអូនស្រីញ៉ាំដើម្បីផ្ដល់កម្លាំងជួយឲ្យបងអូនស្រីគេងលក់ស្រួលកាលណាដែលយើងគេងលក់ស្រួលក៏វាជួយកាត់បន្ថយការឈឺចាប់ខ្លះដែរអញ្ចឹងណាហើយបានប្រាប់បងអូនស្រីថាទឹកយិនសិនញ៉ាំមួយថ្ងៃមកចប់ទៅជួយឲ្យបងអូនស្រីនឹកឃ្លានបាយឃ្លានទឹកចាមានកម្លាំងដើម្បីឲ្យយើងឆាប់ឈ្នះជំងឺហើយពិបាកត្រង់ថាក្រែដែលបងអូនស្រីគេហ្នឹងបងប្អូនគឺនៅជាប់នឹងគៀនផ្លូវនឹងពេកដល់ពេលអញ្ចឹងពិបាកបងអូនប្រុសដាក់ខែដាក់អីគេអញ្ចឹងណាយើងសុំគ្រូពេទ្យដូរទៅក្រែផ្សេងដូរទៅបន្ទប់ផ្សេងអត់មានទេបងប្អូនអើយឆ្អៀតអស់ហើយក្រែនៅខាងមុខហ្នឹងតនេហ្នឹងគឺអ្នកជំងឺផ្សេងគេកក់មុនហើយចាសុំដូរក៏អត់បានដូរទៅបន្ទប់ផ្សេងក៏ពេញអស់ដែរហើយថ្ងៃហ្នឹងបងប្អូនអើយទៅអត់បានគេងទេខ្ញុំអត់បានគេងពីយប់ទេពុកម៉ែបងប្អូនមើលតែមុខម៉ៃអ៊ីទៅដឹងហើយឡើងសពូនឡើងក្រៀមហ្មងម៉ោង5 6ព្រឹកខ្ញុំមិនបានគេងណាហើយព្រលឹមឡើងជិះឡានទៅទៀតហើយបើកឡានខ្លួនឯងអត់កើតទេជួលតកង់ឡានចាជួលតកង់ឡានឲ្យមកបើកឡានឲ្យខ្ញុំហ្នឹងគ្រាន់ថ្លៃតកង់ឡានហ្នឹងអស់200,000វ៉ុនទៀតគេជូនទៅមកណាចាហើយបងអូនប្រុសជូនមកដល់មុខមន្ទីរពេទ្យតែម្ដងហើយបងប្អូនមើលបងអូនប្រុសស្លូតសភាពរំទុំមើលទៅចិត្តល្អចានិយាយរួមទោះជាបងអូនស្រីឈឺមតនការមើលជំងឺឡើងអស់លុយពីខ្លួនទាំងប្តីទាំងប្រពន្ធក៏ដោយប៉ុន្តែបងអូនប្រុសចានៅតែស្រឡាញ់ខំប្រឹងមើលថែបងអូនស្រីនិយាយរួមជាសំណាងបងអូនស្រីមួយដែរដែលជួបបានជាមួយនឹងមនុស្សល្អបងមានតែពាក្យថាជូនពរចាឲ្យបងអូនចាប់ដៃគ្នាស្រឡាញ់គ្នារហូតហើយជាចុងក្រោយម៉ាក់អ៊ីនៅតែលើកម្រាមដៃ10សនំពរដល់ពុកម៉ែបងប្អូនចាំមិនថានៅខ្មែរឬក៏នៅកូរ៉េចាអាចចូលរួមបន្តិចបន្តួចក្តីដើម្បីជួយឲ្យបងអូនស្រីបានជាទឹកប្រាក់ដើម្បីយកទៅព្យាបាលដៃបន្តទៀតណាពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណច្រើន